ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចា៎នេះគឺជាវីដេអូធ្វើស៊ុបល្ពៅថ្ងៃនេះផងដែរនេះខ្ញុំនឹងចែករំលែកតិចនិចខ្លះៗដែលបានទៅរៀនសិក្សាជាមួយលោកគ្រូយកមកចែករំលែកបងប្អូនទាំងអស់គ្នាអញ្ជើញទស្សនានិងរៀនធ្វើទាំងអស់គ្នាប្រើ3គីឡូស្រស់ជាមួយនឹងទឹកដើម្បីឲ្យកាត់ក្លិនឆ្ងាញ់ក្របសិនចា៎ព្រោះដល់កាត់ក្លិនដើម្បីឲ្យអត់ជាបានថាជំនាញវាស្អាតណាស់បាទអាចកាត់ចេញបានដែរយើងមើលវាអត់ឈាមនៅណាអត់ចឹងបាទពីព្រោះវាធ្វើឲ្យទឹកស្អាតណាចឹងខ្ញុំមកដែររត់ទៅក្នុងហើយតាមមកអត់សោះវិញតែគូសិនណានេះតែលោកបងសួតយើងលៀងមកហើយតាំងដំបូងអត់អីវានៅក្នុងហ្នឹងទឹកស្ងោរស៊ុបចំនួន6លីត្រយើងដាក់ឲ្យពុះសិនស្លឹកបេលីសខ្មែរហៅកាន់កាស្នាបងមើលសិនមកបាទចូលមន់ចូលក្នុងឆ្នាំងមើលចាំមន់ឲ្យចូលក្នុងឆ្នាំងដែរចាក់ដើមទឹកជាចាំឆ្អឹង3លីត្រមិនម៉ានឆ្អឹង3គីឡូ16លីត្រទៅគេរងាស់វា3ម៉ោងទៅ6ម៉ោងទឹកនេះណាហើយបានគេដាក់បន្លែវានៅសល់ហើយជា1ម៉ោងគេដាក់បន្លែតែលើអីទេដាក់បន្លែទាំងអស់ចូលដែរណាចូលដល់លិចទឹកផងបាទមើលហើយយកម្រេចគ្រាប់មូលបោកខ្មៅទឹមសហើយស្លឹកបេលីដាក់ចូលអស់ដោយសារយើងមានស្បៃយើងអាចប្រើស្បៃអាចប្រើបានណាចងឲ្យបានបាទបើកភ្លើងគ្រាប់ឲ្យពុះហើយបានបន្ថយទឹករឹមដល់អស់ខ្លាំងអូយនេះគ្រាប់វាទៅបើហត់មកចំអស់វាពុះសិនហើយបន្ថយទឹករឹមពី3ទៅ6ម៉ោងបាទទឹកស៊ុបដែលយើងទទួលបានពុះចេញមកគេហៅទឹកស៊ុបមាន់បន្ទាប់ពីស៊ុបមាន់របស់យើងបានឆ្អិនណាបងប្អូនគឺយើងចាប់ដើមយកកត្រង់ដើម្បីយកមកក្រងដោយឲ្យអស់ជាតិកតិចនិងបន្លែទាំងអស់ហ្នឹងណាបងប្អូនរីឯទឹកស៊ុបរបស់យើងក៏រួចរាល់គ្រឿងផ្សំមានដូចជាល្ពៅដំឡូងបារាំងខ្ទិះដូងប្រេងឆាព្រមទាំងម្រេចបន្តិចនិងគ្រឿងផ្សំផ្សេងទៀតផងដែរបន្តមកទៀតយើងបើកភ្លើងរឹមហើយប្រើជាមួយនឹងប្រេងឆាចូលលីងជាមួយនឹងខ្ញីបងប្អូនហើយខ្ញីនេះផងដែរគឺយើងអត់ចិញ្ច្រាំទេគ្រាន់តែហាន់ជាលក្ខណៈតូចល្មមដើម្បីងាយស្រួលយកមកចម្អិនជាមួយនឹងបន្លែរបស់យើងបន្តបន្សំទៀតបន្តមកទៀតគឺយើងដាក់ជាមួយនឹងបន្លែបន្តបន្សំដែលយើងមានគ្រឿងផ្សំនៅខាងមុខ recipe ដល់សម្រាប់បងប្អូនទាំងអស់គ្នាអាចមើលបានហើយការចម្អិននេះផងដែរគឺយើងអត់ត្រូវបើកភ្លើងខ្លាំងពេកទេគឺប្រើភ្លើងល្មមដើម្បីឲ្យសាច់របស់បន្លែរបស់យើងគឺឆ្អិនស្មើគ្នាបងប្អូនរីឯល្ពៅគឺយើងដាក់នៅខាងក្រោយគេព្រោះល្ពៅគឺជាប្រភេទបន្លែដែលរឹងក៏ប៉ុន្តែគឺឆាប់ឆ្អិនហើយផុយលឿនមែនតើណាបងប្អូនទាំងអស់គ្នាបន្ទាប់ពីយើងបានចម្អិនរួចរាល់ហើយចាក់ជាមួយនឹងប្រេងដូងចូលបងប្អូនឬហៅតែម្ដងទៀតគឺខ្ទិះដូងនេះគឺខ្ទិះដូងដើមបន្តមកទៀតមកគឺលោកគ្រូគាត់យកជាមួយនឹងទឹកស៊ុបយកមកវាល់ចំនួន1លីត្រណាបងប្អូនដើម្បីយកមករំងាស់ជាមួយនឹងសាច់ល្ពៅរបស់យើងឲ្យបានផុយនិងចូលជាតិគ្នាល្អហើយការរំងាស់នេះផងដែរគឺដំបូងយើងត្រូវបើកភ្លើងរៀងខ្លាំងបន្តិចពេលបានមួយអំពុះគឺបងប្អូនទាំងអស់គ្នាគឺត្រូវបន្ថយភ្លើងរឹមល្មមហើយដាក់រំងាស់អរគុណច្រើនបងដែលចង់បានវីដេអូថ្មីអាចចុច follow និង subscribe channel YouTube ខ្ញុំអ្នកមួយបាននេះខ្ញុំនឹងមានវីដេអូរៀនជាមួយលោកគ្រូបន្តចែករំលែកទៅបងប្អូនទាំងអស់គ្នាអរគុណជម្រាបលាបាយបាយ